បានទៅចូលរួមទស្សនាការប្រកួតរវាងជំរឿជាតិកម្ពុជាជាមួយនឹងជំរឿជាតិមកពីប៊ូតាននៅថ្ងៃហ្នឹងខ្ញុំរៀងសៀវដែរដោយសារតែប្រវត្តិសាស្ត្រច្រំដែរណាក្រុមដែលខ្ញុំគ្រប់គ្រងហ្នឹងឲ្យតែតង់ទី1ធ្វើបានល្អស៊ីគេ1 2 1 2យ៉ាងតែជាពិសេសប្រវត្តិសាស្ត្រការពីបឹងកេតទាត់ជាមួយនឹងស្វាយរៀងក៏ដូចវិសាខាលេងជាមួយនឹងស្វាយរៀងនៅពានរង្វាន់សម្ដេចអញ្ចឹងណាយើងបកមកការប្រកួតប៊ូតាននេះយើងក៏អញ្ចឹងដែរយើងស៊ីគេមួយខ្ញុំចាប់ផ្ដើមមានកូនចិត្តមួយជុំតិចដើរចូលផ្លូវចាស់អីចឹងណាតែជំរឿជាតិកម្ពុជារបស់យើងមិនធម្មតាទេការប្រកួតមួយនេះខ្ញុំហូរចង់បែកកលៀនថ្ងៃហ្នឹងហើយអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូហ្នឹងបានទៅមើលអត់ហើយបើបានទៅមើលហ្នឹងអង្គុយនៅប្លង់កន្លែងណាដែរជួយប្រាប់ខ្ញុំផងអើយអើយអើយ